សុស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើបបរសាច់ត្រីឲ្យកូនញ៉ាំម្ដងឲ្យប្លែកមាត់ជាដំបូងខ្ញុំដាក់ដាំបបរជាមួយនឹងការ៉ុតឲ្យហើយឲ្យវាឆ្អិនស្មើគ្នាចំណែកសាច់ត្រីវិញគឺខ្ញុំយកមកស្ងោរឲ្យឆ្អិនសិនបានខ្ញុំយកទៅដាក់ក្នុងបបរកូនកុំឲ្យមានក្លិនឆ្អាបត្រីដែលខ្ញុំស្ងោរឆ្អិនហើយខ្ញុំយកមកបំប៉ន់ម្ដងទៀតដើម្បីឲ្យច្បាស់ថាក្នុងសាច់ត្រីហ្នឹងគឺអត់មានឆ្អឹងទេខ្ញុំកាត់ស្ពៃតឿជាចំណែកតូចៗស្រួលដាក់នៅក្នុងបបរទៅងាយឆ្អិនហើយក៏ងាយកិនដែរម៉ាក់ចាបបរយើងក៏បានឆ្អិនខ្ញុំក៏បានចាក់ទឹកស៊ុបថ្លាចូលចំនួន2ដោយសារតែខ្ញុំឲ្យកូនខ្ញុំញ៉ាំ2ពេលណាទឹកស៊ុបថ្លាយើងចាប់ផ្ដើមរលាយអស់ហើយខ្ញុំចាក់ម្សៅខ្ទឹមចូលឲ្យវាកាត់ក្លិនឆ្អាបត្រីនិងឲ្យកូនដើរខ្យល់ស្រួលផងដែរហើយចាក់ស្ពៃតឿចូលបន្លែនិងបបរឆ្អិនអស់ហើយខ្ញុំក៏បានចាក់សាច់ត្រីចូលចាក់ហើយយើងកូរឲ្យសព្វហើយខ្ញុំចាប់ផ្ដើមបិទភ្លើងបបរយើងឆ្អិនហើយខ្ញុំក៏ទុកឲ្យត្រជាក់ហើយយកមកកិនមុនដាក់ចូលក្នុងកន្លគឺខ្ញុំដាក់កន្ត្រងសិនដើម្បីឲ្យបញ្ជាក់ថាវាបានម៉ត់ល្អបបរយើងហើយបាយបាយ